នេះវិធានបទនិយាយទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំសាសឬក៏អង់ទីប៊ីយោទិកសម្រាប់ព្យាបាលសត្វមាន់ហ្នឹងវាមានថ្នាំសាសហ្នឹងវាអាចជាអាវុធមុខពីរដែលប្រើត្រូវជួយសង្គ្រោះអាចជួយជីវិតសត្វមាន់ពីជំងឺហើយនឹងការប្រើបំផ្លាញសុខភាពមាន់ដូចគ្នាវាអាចប្រើខុសគោលដៅវាអាចធ្វើឲ្យសុខភាពមាន់ហ្នឹងកាន់តែឈឺហើយប្រើអស់លុយច្រើនយើងការយល់ច្រឡំថាមាន់ត្រូវតែប្រើថ្នាំសាសឬក៏អង់ទីប៊ីយោទិកឬតាមអាយុឬប្រើដើម្បីបង្ការជំងឺជាកំហុសតែជាបច្ចេកទេសធំមួយចំនួនដែលត្រូវបំផ្លាញទាំងសុខភាពសត្វនិងសេដ្ឋកិច្ចកសិករទៅតាមផ្នើប្រើសម្សាសមិនមែនជាអាហារប៉ុនទេគឺជាថ្នាំបង្ការព្យាបាលហើយទី1គឺការឈប់ប្រើថ្នាំសាសទៅតាមការស្មានឬក៏តាមអាយុមិនមែនជាប្រើដែលអត់មានវិជ្ជាពីការបសុពេទ្យឬក៏ពេទ្យសត្វទេថ្នាំវាអាចប៉ះពាល់វាមិនព្យាបាលមាន់មិនជាហើយវាអាចអស់លុយច្រើនទៀតឈប់ប្រើប្រាស់ដោយការស្មានឬតាមអាយុកសិករច្រើនយល់ថាមាន់កូនមាន់ឬមាន់ធំត្រូវតែមានវិភាគចាក់ឬក៏ថ្នាំសាសតាមអាយុណាជាក់លាក់ប៉ុន្តែការយល់ឃើញត្រឹមតែគ្មានតម្រូវការតាមអាយុមាន់មិនត្រូវការថ្នាំសាសគ្រាន់តែដោយសារដល់អាយុប៉ុណ្ណោះទេហើយមិនមែនសម្រាប់បង្ការថ្នាំសាសមិនមែនសម្រាប់បង្ការប្រើប្រចាំឬប្រើដើម្បីការពារជំងឺទុកជាមុនឡើយហើយគោលការណ៍គ្រឹះវាគឺបើសិនជាគ្មានរោគសញ្ញាគឺមិនត្រូវប្រើថ្នាំសាសឡើយឬក៏ថ្នាំអង់ទីប៊ីយោទិកសម្រាប់ព្យាបាលត្រូវធ្វើរោគឆាយឲ្យបានច្បាស់លាស់មុននឹងការសម្រេចព្យាបាលដូចជាដាសាយវារៈបញ្ហារាគអីជាដើមគឺចំណុចទី2គឺពេលណាដែលត្រូវចាំបាច់ប្រើថ្នាំសាសវាថាសំណួរអញ្ចឹងថាថ្នាំសាសហ្នឹងត្រូវប្រើប្រាស់តែក្នុងករណីឆ្លងមេរោគបាក់តេរីដែលត្រូវបញ្ជាក់ឬសង្ស័យខ្លាំងប៉ុណ្ណោះមានរោគសញ្ញាដូចជាបញ្ហាមាន់រាកខ្លាំងរាកសរាកខៀវរាកទឹកជាដើមហើយបញ្ហាផ្លូវដង្ហើមការហើមមុខវាដកដង្ហើមពិបាកដកដង្ហើមផ្ដាសាយបញ្ហាហើមសន្លាក់ឈឺជើងដើរមិនរួចមានការងាប់ក្នុងទ្រុងភ្លាមនៅក្នុងច្រើនដោយរោគមូលហេតុមិនឃើញហ្នឹងយើងអាចប្រើប្រាស់ដោយប្រើមានមុខងារផ្សេងនេះឆ្នាំហ្នឹងទី3ការផលប៉ះពាល់ឬក៏ផលវិបាកនៃការប្រើថ្នាំសាសខុសបច្ចេកទេសវាបណ្ដាលឲ្យមានផលប៉ះពាល់ដូចជាបង្កើនភាពស៊ាំថ្នាំមេរោគនឹងស៊ាំទៅនឹងថ្នាំធ្វើឲ្យការព្យាបាលលែងមានសិទ្ធិភាពបន្សល់ទុកសារធាតុពុលនៅក្នុងសាច់ធ្វើយើងបរិភោគទៅប៉ះពាល់ដល់សុខភាពធ្វើឲ្យមាន់ចុះខ្សោយប្រើប្រាស់ច្រើនពេកធ្វើផលការពាររបស់មាន់ប្រើរយៈពេលវែងប៉ុន្តែបញ្ហាប្រកបជាញឹកញាប់គឺបញ្ហាមិនមែនមកពីជំងឺតែវាគ្រប់គ្រងអនាម័យមិនបានល្អក្នុងភាពតានតឹង